នឹងឲ្យខ្ញុំផ្ញើជូនបងប្អូនទាំងអស់ដែលស្ម័គ្រចិត្តជួយរួចផ្ដើមរៀបចំដើម្បីមានការគៀកោហើយជំនួយពីសប្បុរសជនយើងនៅក្នុងដំណាក់កាលឡើងបាក់នេះដើម្បីជួយទៅដល់ជនភៀសខ្លួននិងកងទ័ពរបស់យើងនេះគឺជាស្មារតីស្នេហាជាតិធំបាទប្រទេសយើងក្រប៉ុន្តែទឹកចិត្តធំហើយជាពិសេសយុវជនរបស់យើងនេះខ្ញុំសូមអរគុណណាស់ចំពោះការខិតខំទាំងនេះប៉ុន្តែធ្វើការងារច្រើនហត់នឿយច្រើនពុះពៀច្រើនហើយខ្ញុំសូមឲ្យមានការយោគយល់ការសាមគ្គីគ្នាបាទលើសខ្វះអីតិចតួចបើមានបញ្ហាគឺសូមយោគយល់គ្នាហើយរួមគ្នាតទៅទៀតក្នុងដំណាក់កាលដែលលំបាកនេះហើយខ្ញុំក្នុងនាមជាប្រមុខរដ្ឋាភិបាលយើងខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហាចំពោះប្រជាពលរដ្ឋកងកម្លាំងរបស់យើងហើយមានកម្លាំងមហាជនប្រជាពលរដ្ឋជាពិសេសយុវជនយើងនៅពីក្រោយគ្រប់មជ្ឈដ្ឋានទាំងអស់នេះគឺជាស្មារតីដ៏រឹងមាំរបស់ជាតិយើងហើយសូមបន្តកិច្ចការងារនេះនិងទឹកចិត្តទាំងអស់នេះហើយសូមអរគុណហើយសូមលើកទឹកចិត្តបន្តក្នុងការរួមគ្នាជួយដល់កងទ័ពដល់ជនភៀសទឹករបស់យើងដែលកំពុងប្រឈមការលំបាក